ខ្ញុំអាជីវ័នសូមស្វាគមន៍មកកាន់វីដេអូសប្បាយៗសូមជម្រាបសួរភាសាទៀតផងដែរមកកាន់វីដេអូជិះលេងជះទឹកដាក់គ្នានារដូវខែភ្លៀងយើងចូលលេងហើយបងប្អូនទាំងអស់គ្នាចាប់ផ្ដើមសប្បាយទៀតហើយក៏បទពិសោធន៍ថ្មីទៀតដែរដែលខ្ញុំចែកជូនបងប្អូនទស្សនាចង់បង្ហាញតិចអ្វីដែលខ្ញុំជួបដូចជាក់ស្ដែងនេះជាស្ថានភាពផ្លូវយើងជិះលេងជះទឹកដាក់គ្នាជាក់ស្ដែងបងពីរូបវិចិត្រតារានៅខាងមុខខ្ញុំដោយបងប្អូនបានឃើញហើយគឺអ្នកដែលជិះក្រោយគេត្រូវបានគេជះទឹកហើយអញ្ចឹងទាមទារកន្លែងនេះមានបច្ចេកទេសដើម្បីធ្វើម៉េចកុំឲ្យអ្នកមុខជះដល់យើងហើយយើងអ្នកក្រោយក៏ត្រូវប្រយ័ត្នធ្វើម៉េចដឹងថាគេមានបំណងជះដាក់យើងហើយចំពោះកីឡាម៉ូតូត្រៃសម្រាប់ការ៉ាលីនេះគឺការជះទឹកដាក់គ្នាគឺលេងអត់ខឹងទេបងប្អូនទាំងអស់គ្នាខឹងកុំលេងកុំខឹងអញ្ចឹងវាជារឿងធម្មតាហើយនៅក្នុងការជិះលេងកំសាន្តរ៉ាលីនៅរដូវខែភ្លៀងហើយយើងជះទឹកដាក់គ្នានេះគឺដូចកាលពីយើងនៅក្មេងៗយើងជិះកង់ជះទឹកដាក់គ្នាអញ្ចឹងបងប្អូនគឺសប្បាយបែបហ្នឹងអញ្ចឹងសម្រាប់រដូវនេះគឺជះទឹកដាក់គ្នាដោយបងប្អូនបានឃើញហើយបើបងប្អូនអ្នកមុខមិនជះដាក់យើងទេក៏យើងជះដាក់ខ្លួនឯងដែរបាទបងប្អូនអរគ្នាអញ្ចឹងអ្វីដែលខ្ញុំចង់ចែកម្លែកចំពោះរដូវនេះការជះទឹកដាក់គ្នានេះសូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាឥឡូវយើងមកមើលសមាជិកបងប្អូនយើងមកជិះលេងបាទបងណុច51បងបញ្ញា23ដើមបងគឹមសៀង09បងធម្មរា47បាទឆែកនេះលេខ15បងប្អូនទាំងអស់គ្នាហើយនៅក្រោយឆែកនេះនោះគឺបងទេពគុន្ធា WR 250F និងខាងក្រោយគេគឺបងសរឿន COR7 លេខ7បងជា D Mechanic ក៏ដូចជាបងអូនស៊ូពីនបាទបងអូនស៊ូពីន CS Rally បាទអូកប់សេរីជាមួយនឹងបងវិឆ័យ77បាទល្អមែនតើឥឡូវយើងមកធ្វើការដេញជាមួយនឹងបងសរឿនលេខ7ទាំងអស់គ្នាបងប្អូនបាទបន្ទាប់ពីយើងដេញគ្នាមកប្រើមកមើលឃើញថាបងប្អូនយើងខ្លះក៏អស់ស្បែកប្រាំងបាទស្បែកប្រាំងបងប្អូនយើងខ្លះក៏បែកកង់ព្រោះរដូវនេះជិះចុះស្បែកប្រាំងតិចដោយសារវាមានខ្សាច់មានទឹកអញ្ចឹងយើងអបខ្លាំងយើងជន់ខ្លាំងវាស៊ីស្បែកប្រាំងតិចហើយណាមួយយើងក៏រងចាំគ្នាដែរបងប្អូនយើងខាងក្រៅក៏បែកកង់អញ្ចឹងយើងរងចាំគ្នាបន្តិចសិនហើយយើងប៉ះកង់មួយក៏ដូចជាដូចស្បែកប្រាំងនៅកន្លែងស្ពានស្ទឹងមួយបាទបន្ទាប់ពីយើងប៉ះកង់ដូរស្បែកប្រាំងក៏ដូចជាយើងបានជួបជុំបងប្អូនយើងស្រស់គ្នាហើយយើងក៏បន្តដំណើរជិះលេងកម្សាន្តទៅមុខទៀតព្រោះថារាល់ការជិះដំណើរកម្សាន្តយើងគឺតែងតែរងចាំគ្នាជុំគ្នាបានយើងទៅយើងអាចទៅមុនទៅក្រោយបានទេជិះវាងវង្វេងក៏ដូចជាពិបាកបែកផ្លូវគ្នាពិបាកតាមរហើយជាការជិះលេងរបស់បងប្អូនយើងគឺតែងតែមិនចោលគ្នាជានិច្ចទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយពីព្រោះយើងមកលេងយើងលេងសប្បាយទាំងអស់គ្នាមានបញ្ហាយើងជួយមើលគ្នាទៅមុខរួចទៅមិនរួចយើងត្រឡប់ទៅវិញទាំងអស់គ្នាបាទបងប្អូននេះជាទម្លាប់ក្រុមរាជសាមគ្គីយើងក៏ដូចជាបងប្អូនម៉ូតូត្រៃយើងផ្សេងទៀតផងដែរបាទហើយឥឡូវយើងមកមើលជាមួយនឹងការជិះពីក្រោយរបស់បង V95 បាទក៏ជាជាមួយ CF 250បងប្អូនបាទហើយចំពោះផ្លូវនេះអែមបងប្អូនណាទឹកតិចឆែកហ្នឹងបើយើងដេញគ្នាវិញដឹងតែជាតិបងប្អូនទាំងអស់គ្នាឥឡូវយើងមកដល់ឧបសគ្គឆ្លងទឹកមួយកន្លែងហើយបាទសម្រាប់ខែហ្នឹងសប្បាយមែនតើហើយក៏ពិបាកតិចដែរសប្បាយទីមួយសប្បាយជះទឹកដាក់គ្នាជិះត្រជាក់ខ្លួនស្រួលតែបើសិនជាផលលំបាកវិញជិះខែនេះរៀងសែមជើងបន្តិចជើងយើងគឺរីកហើយបើសិនយើងជិះមកយប់សម្រាប់មកយប់តែឯឡើងគឺជើងយើងនៅរីកហើយបងប្អូនអស់គ្នាអញ្ចឹងទាមទារយើងដាក់ម្សៅទៀតសัตว์ដាក់អីបច្ចេកទេសតិចតួចដើម្បីឲ្យជើងយើងរីកបៀមទឹករមាស់ហើយអញ្ចឹងទៅបាទតែនេះវាជារឿងមួយផ្នែកទូចនៃការរំខានយើងឯងក៏ប៉ុន្តែបើការសប្បាយវិញសប្បាយលើសពីផលលំបាកទៀតបាទជាក់ស្ដែងដូចបងប្អូនបានឃើញហើយគឺនេះជាទស្សនវិជ្ជាធម្មជាតិសុទ្ធ 100% គឺដែលខ្ញុំផ្ដិតយកចែកជូនបងប្អូនទស្សនាហ្នឹងក៏ដូចជាផ្ញើជូនដល់បងប្អូនដែលកំពុងតែស្រឡាញ់នៅវិស័យមួយនេះហើយកំពុងតែមានគម្រោងចង់ចូលគឺរីករាយស្វាគមន៍ជានិច្ចហើយខ្ញុំបាននឹងណែនាំនៅវិធីខ្លះនៅចែកជូនបងប្អូនជិះលេងដើម្បីឲ្យសុវត្ថិភាពហើយរីកចម្រើនទាំងអស់គ្នានៅវិស័យមួយនេះបាទហើយដូចបងប្អូនបានឃើញគឺផ្លូវខែនេះគឺទឹកឆែកសប្បាយចេះគ្នាមែនទែនបាទហើយបទពិសោធន៍នៃការជិះនៅខែនេះផងដែរគឺស្នើសុំឲ្យបងប្អូនមេត្តាជិះប្រយ័ត្នមែនទែនចំពោះខែនេះកន្លែងដីខ្លះក៏វាបើដែរអញ្ចឹងបើយើងជិះលឿនវាអាចតាក់ម៉ូតូយើងធ្វើយើងប្រកាត់មុខហើយមួយទៀតការជះទឹកដាក់គ្នានេះសូមមេត្តាលេងដោយប្រុងប្រយ័ត្នទាំងអស់គ្នាដោយសារបបសោកខ្ញុំបាទការជះទឹកដាក់គ្នានេះបើសិនជាយើងលឿនដូចគ្នាដូចលឿនឲ្យពងលឿនអញ្ចឹងហើយបើអ្នកមុខជះដាក់យើងអ្នកក្រោយអត់មានបបសោកយើងអត់ចេះប្រុងប្រយ័ត្នទេគឺគេជះមកយើងចូលដល់វ៉ែនតាបាំងភ្នែកបិទផ្លូវគឺយើងអាចជិះខុសផ្លូវទៅជាចូលព្រៃ
បាទចូលបលាលួយចឹងទៅបាទក៏ប៉ុន្តែរកការលេងបងប្អូនយើងក៏មើលដែរបងប្អូនដៃថ្មីក៏គាត់មិនហ៊ានលេងដែរលុត្រាតអ្នកមានបទពិសោធន៍យល់ដឹងដូចគ្នាបានយើងលេងចេះទៅចេះមកហើយកីឡាម៉ូតូត្រៃនេះគឺយើងលេងចេះទឹកដាក់គ្នាវាជារឿងមួយសាមញ្ញហើយក៏ដូចជារឿងមួយដ៏សប្បាយបំផុតដែរដូចយើងកាលពីនៅក្មេងលេងចេះទឹកដាក់គ្នាបងប្អូនអញ្ចឹងនៅពេលដែលយើងធំឡើងយើងមានលទ្ធភាពយើងក៏ឆ្លាញ់នៅវិស័យមួយនេះយើងក៏ព្យាយាមរកអ្នកដែលឆ្លាញ់វិស័យមួយនេះដូចគ្នាអញ្ចឹងលេងទៅឆាប់យល់ចិត្តដែរបងប្អូនបាទហើយបងប្អូនយើងសិតតែអ្នកល្អៗអ្នកដែលលេងវិស័យម៉ូតូនេះបាទមិនថាវិស័យផ្សេងគឺនិយាយទៅអ្នកដែលឆ្លាញ់នៅវិស័យកីឡាភាគច្រើនគាត់សិតតែអ្នកបើកចិត្តទូលាយអញ្ចឹងពួកគាត់ល្អមែនតើបាទឥឡូវកុំឲ្យខាត់ពេលវេលាយូរមកតាមដានទស្សនានៃការជិះបដិញលេងជាមួយខ្ញុំបាទតាមចាក់គូតហ៊ីសៀងក៏ដូចជាតាមថតគាត់បាទដែលហ៊ីសៀងនេះគាត់បញ្ជាជាមួយហាសវណ្ណាកម្លាំង250 Enduro បាទអញ្ចឹងដូចបងប្អូនបានឃើញហើយប្រភេទត្រៃគឺផ្លូវលំបាកតែយើងអាចបានបើកបានលឿនដោយសារវាជាប្រភេទ Enduro វាជាប្រភេទម៉ូតូបូមវែងអញ្ចឹងវាជួយយើងចំពោះការជួបឧបសគ្គរលកបុគ្គលិកបាទឧបសគ្គធំក៏ហុកដាច់អីគឺឲ្យតែយើងច្បាស់យើងចេះវិជាយើងញ៉ឹងផុតតែម្ដងឲ្យលេងសប្បាយបងប្អូនពេលដែលយើងដេញលឿនណាចាប់ពីការដេញគ្នាលេងបងប្អូនទៅមើល view វិញទេសភាពជាមួយនឹងព្រៃភ្នំបងប្អូនហើយនិយាយពីថាស្រស់ស្អាតខ្លាំងមែនតើអរគុណចំពោះការ like share អរគុណជម្រាបលាតាមដានទស្សនាវីដេអូបន្តបងប្អូនសហការឧបត្ថម្ភដោយជាឌីមានទទួលជួសជុលម៉ូតូតូចធំគ្រប់ប្រភេទខាងលក់ម៉ូតូគីមសៀងមានលក់ម៉ូតូតូចធំគ្រប់ប្រភេទ OY Auto មានទទួលទិញរថយន្តទំនើបK Auto Car 47មានទទួលជួសជុលរថយន្តគុយទាបហត់សាច់ជ្រូកចំហុយជាងញ៉ាក្រឡឹងនិងផ្សារតារាគង់តារាសីមានទទួលមកការសំណងបុកគ្រឹះភូមិគ្រឹះសង្កត់គ្រឹះគ្រប់ប្រភេទជាងហាប់ជួសជុលម៉ូតូ CSO7 Seren Design ក៏ខ្វេ55មានរសជាតិឈ្ងុយឆ្ងាញ់ជាង Maservice Repair Moto K17 Moto Service និងអរគុណបងប្អូន Team Rally សាមគ្គីទាំងអស់គ្នា